តោះបងប្អូនទាំងគ្នាថ្ងៃនេះយើងមកធ្វើស៊ីម៉ៃទាំងអស់គ្នាអញ្ចឹងនេះជាគ្រឿងផ្សំមានការ៉ុតមានស្លឹកខ្ទឹមមានខ្ទឹមសមានផ្សិតក្រៀមអញ្ចឹងផ្សិតក្រៀមនេះយើងយកវាទៅត្រាំទឹកមានពងមាន់ហើយយើងមានសាច់ជ្រូកនិងបង្គាម្សៅស៊ុបខ្នុរប្រេងខ្យងទឹកស៊ីអ៊ីវខាប់ខ្លាញ់ម្រេចស្ករនិងម្សៅអញ្ចឹងនេះគឺជាសម្បកយើងអាចរកទិញបានប្រភេទនឹងក៏បានដែរអញ្ចឹងបងប្អូនអាចរកពីផ្សារបានណាយើងយកបែបជុំមកនេះគឺជាផ្សិតដែលយើងត្រាំទឹកហើយបងប្អូនយកវាទៅត្រាំទឹកទៅដើម្បីឲ្យវាតិចបងប្អូនអាចយកទៅស្ងោរក៏បានដែរយើងស្ងោរវាទៅហើយដាក់ស្លឹកខ្ទឹមដាក់អីទៅឲ្យវាបាត់ក្លិនណាហើយបន្តមកទៀតយើងត្រូវតែកាត់គល់វាចេញដោយសារគល់នឹងរឹងយើងអាចយកវាទៅធ្វើបានទេអញ្ចឹងពុកម៉ែមីមីបងប្អូនទាំងអស់ត្រូវតែកាត់ចេញណាអញ្ចឹងយើងកាត់វាហើយយើងកាត់នេះវាចេញអស់ទៅបន្តមកទៀតយើងកាត់វាជាសរសៃអញ្ចឹងកាត់វាអញ្ចឹងមកហើយបន្តមកទៀតយើងយកវាទៅកាត់ឲ្យទូចល្អសម្រាប់ផ្សិតហ្នឹងបើសិនជាបងប្អូនយកទៅស្ងោរក៏បានដែរយើងស្ងោរដាក់ស្លឹកខ្ទឹមហើយជាមួយនឹងខ្ញីតិចទៅសម្រាប់ផ្សិតហ្នឹងយើងយកវាហាន់ឲ្យទូចល្មមនេះមើលតាមរូបភាពហ្នឹងទៅហាន់វាឲ្យល្អិតចឹងមកហាន់ហើយយើងទុកវាមួយអន្លែកបន្តមកទៀតយើងយកស្លឹកខ្ទឹមយកវាមកហាន់ដូចគ្នាហាន់វាឲ្យល្អិតដូចគ្នាដូចជាមួយនឹងផ្សិតមិញដូចគ្នាសម្រាប់ស្លឹកខ្ទឹមយើងដាក់ដូចជា3ដើមទៅឲ្យឈ្ងុយល្អហាន់ហើយយើងទុកវាមួយអន្លែកទៀតបន្តមកទៀតយើងមានការ៉ុតបងប្អូនទាំងអស់គ្នាជាដំបូងយើងហាន់វាជាបន្ទះស្ដើងចឹងមកហើយបន្តមកទៀតហាន់វាចេញជាចង្វាមូល្អិតទៅសៃទូចចឹងមកពេលយើងហាន់ចង្វាមូល្អិតទូចហើយយើងយកវាមកហាន់វាឲ្យល្អិតទៀតហាន់វាឲ្យដុំទូចកុំច្រាមវាពេលយើងច្រាមវាអត់សូវឆ្ងាញ់ទេយើងហាន់ឲ្យទូចយើងមកឲ្យល្អិតល្មមយើងមកពេលយើងហាន់ហើយយើងទុកវាមួយអន្លែកទៀតណាយើងដាក់នៅក្នុងចានទុកមួយអន្លែកទៀតមកហើយបន្តមកទៀតយើងយកខ្ទឹមសនេះយើងយកវាមកដំវាទាំងអស់ហ្នឹងមកបន្តមកយើងយកវាមកចិញ្ច្រាំឲ្យម៉ត់ល្មមម៉ត់ល្អមកម៉ត់ល្មមល្អហើយបន្តមកទៀតយើងទុកវាមួយអន្លែកទៀតសម្រាប់សាច់ជ្រូកនេះយើងយកវាលាយមួយខ្លាញ់ណាសាច់ដែលជាប់ខ្លាញ់បានឆ្ងាញ់ពុកម៉ែបងប្អូនអាចហាន់វាទូចចឹងមកកុំយកទៅកិនណាបើយកទៅកិនវាអត់សូវឆ្ងាញ់ទេសាច់យើងយកទៅកិនវាម៉ត់ពេកវាអត់សូវឆ្ងាញ់ទេអញ្ចឹងពុកម៉ែបងប្អូនអាចយកវាមកហាន់វាហើយសុខចិត្តចិញ្ច្រាំវិញបានសាច់ហ្នឹងវាឆ្ងាញ់ល្អអញ្ចឹងអាចយើងក៏អាចដាក់សាច់ចិញ្ច្រាំបានដែរប៉ុន្តែវាអត់សូវឆ្ងាញ់ដូចយើងច្រាមណាយើងច្រាមយើងឆ្ងាញ់ជាងយើងហាន់វាមកយើងហាន់វាសរសៃមកបន្ទាប់មកចាំយើងយកវាទៅចិញ្ច្រាំណាយើងហាន់វាស្ដើងចឹងមកសាច់ជាជំរើសយើងកុំយកសាច់សុទ្ធណាយើងអាចយកសាច់ដែលលាយជាមួយខ្លាញ់បានយើងធ្វើទៅឆ្ងាញ់ប្រភេទសាច់ហ្នឹងពេលដែលយើងហាន់ជាចង្វាមូហើយហាន់វាឲ្យល្អិតទៀតមកបន្តមកបានយើងយកវាមកច្រាំឲ្យម៉ត់ណាសម្រាប់សាច់យើងយកទៅចិញ្ច្រាំល្អជាងយើងយកទៅកិនសម្រាប់ធ្វើស៊ីម៉ៃយកទៅកិនវាម៉ត់ពេកអត់សូវល្អទេបន្តមកទៀតយើងទុកវាមួយអន្លែកទៀតណាអានេះជាបង្គាយើងយកវាហាន់ឲ្យដុំទូចមកដុំទូចល្មមមក
បន្ទាប់មកយើងយកវាទៅលាយជាមួយសាច់ជ្រូកនេះជាគ្រឿងផ្សំដែលយើងផ្សំហើយណាយើងផ្សំហើយដែលខ្ញុំរៀបរាប់ខាងលើហ្នឹងហើយបន្តមកទៀតយើងលាយជាមួយវាយើងយកវាមកមានសាច់ជ្រូក300 ក្រាមផ្កា100 ក្រាមដាក់លាយចូលគ្នាយើងដាក់ការ៉ុតចំនួន50 ក្រាមការ៉ុតឆោប50 ក្រាមយើងទុកការ៉ុតហ្នឹង20 ក្រាមផ្សេងទៀតយើងទុកកន្លែងសិនណាហើយបន្តមកទៀតយើងដាក់ស្លឹកខ្ទឹមចំនួន3ដើមដែលយើងច្រាមមិញបន្តមកទៀតយើងដាក់ផ្សិតក្រៀមដែលយើងច្រាមមិញយើងដាក់ផ្សិតក្រៀមបន្តមកទៀតយើងដាក់ស្លឹកយើងដាក់ខ្ទឹម4 កំពឹសដែលយើងច្រាមមិញបន្តមកទៀតយើងដាក់ប្រេងខ្យងចំនួន1 ស្លាបព្រាបាយយើងដាក់ប្រេងខ្យងមកយើងកាយឲ្យអស់ហើយយើងដាក់ទឹកស៊ីអ៊ីវខាប់យើងដាក់ទឹកស៊ីអ៊ីវខាប់មកឲ្យវាពណ៌បន្តិចបន្តមកទៀតយើងដាក់ម្សៅស៊ុបមាន់ម្សៅស៊ុបខ្នុរហើយយើងដាក់ទឹកត្រីបន្តមកទៀតយើងដាក់ម្រេចបន្តមកទៀតយើងដាក់ស្ករសនេះជាម្សៅពោតយើងដាក់ដើម្បីឲ្យវាស្អិតល្អអញ្ចឹងយើងដាក់1 ស្លាបព្រាបាយណាម្សៅពោតបន្តមកទៀតយើងដាក់ពងមាន់1 គ្រាប់សម្រាប់ម្សៅពោតបងប្អូនអាចរកទិញនៅផ្សារបានមានណាម្សៅរូបពោតណាអញ្ចឹងនេះគឺជាប្រេងល្ងពុកម៉ែបងប្អូនអាចដាក់វា2 ស្លាបព្រាកាហ្វេ2 ស្លាបព្រាកាហ្វេអញ្ចឹងយើងមិចទៅយើងច្របាច់បញ្ចូលគ្នាអស់មកយើងច្របល់វាមកយើងពាក់ស្រោមដៃច្របល់វាឲ្យវាចូលគ្រឿងចូលសពគ្នាឲ្យអស់មកពេលចូលសពច្របល់ឲ្យអស់ចូលគ្រឿងឲ្យអស់ហើយយើងទុកវាមួយអន្លែងសិនបន្តមកទៀតយើងយកសឹងគឺពុកម៉ែបងប្អូនអាចរកកដាស់ស្ដើងហើយកាត់វាជារង្វង់មូលយើងដាក់បែបនេះគឺដើម្បីកុំឲ្យនៅពេលដែលយើងដាក់ស៊ីវម៉ៃទៅវាធ្វើឲ្យស៊ីវម៉ៃហ្នឹងវាជាប់ជាមួយនឹងសឹងរបស់យើងយកសវកមកយើងយកវាមកកាត់ចុងតិចមកអូខេពេលយើងកាត់ហើយនៅពេលដែលយើងកាត់ហើយយើងយកវាមកបត់ជាមួយនឹងស្នូលដែលយើងធ្វើហ្នឹងអញ្ចឹងដៃយើងកាន់អញ្ចឹងមកហើយយើងក្តោបវាបត់វាមួយមកបន្តមកទៀតយើងយកដៃច្អយើងហ្នឹងទៅជ្រលក់ទឹកដៃមេដាក់ខាងក្រោមហើយយើងបវល់វាយ៉ាងមកបវល់វាបែបហ្នឹងនឹងយើងបវល់បើសិនជាដៃយើងរៀងស្ងួតយើងដាក់ទៀតមកដាក់ទឹកទៀតមកអញ្ចឹងដៃយើងបវល់វាដៃមេទុកខាងក្រោមដៃច្អល់យើងសកត់សាច់ធ្វើឲ្យសាច់ណែនល្អអញ្ចឹងយើងច្របល់វាបែបហ្នឹងមកនេះច្របល់ស្អាតហើយពេលស្អាតហើយយើងដាក់វានៅក្នុងស៊ីងមួយមកយើងធ្វើបែបហ្នឹងរហូតណាយើងបត់បែបហ្នឹងមករហូតតតែអស់ស្នូលយើងដៃយើងអញ្ចឹងមកយើងបត់វាមកធ្វើឲ្យស្អាតណាយើងមើលទៅយើងរៀនបត់ទៅអញ្ចឹងយើងបត់បែបហ្នឹងពេលយើងបត់ហើយដៃច្អល់យើងនឹងជ្រលក់ទឹកសកត់ឲ្យសាច់ហ្នឹងណាហើយដៃមេគឺយើងត្រូវខាងក្រោមណាយើងត្រូវវាមកយើងធ្វើអញ្ចឹងរហូតដល់សាច់យើងណែនល្អនេះណែនល្អអញ្ចឹងដៃយើងក្តោបវាអញ្ចឹងមកវាចេញជារាងហ្នឹងណាច្បាច់វាតិចមកចេញជារាងស្អាតធ្វើម៉េចដៃយើងទប់បើអញ្ចឹងទេវាអត់ស្អាតទេទប់អញ្ចឹងមកចេញជារូបរាងហើយអញ្ចឹងយើងរុំវារហូតមកយើងរៀនរុំវាមកនេះរុំរហូតដល់អស់ស្នូលរុំរហូតដល់អស់ស្នូលមកពេលបងប្អូនរៀនរុំដបងវាមិនសូវស្អាតទេអញ្ចឹងយើងរុំយូរទៅវាស្និទ្ធដៃបងប្អូនរុំទៅស្អាតហើយ
vậy cái đó thì bọn mình toàn lo thì toàn bọn bọn chỉ diêm thưa về trai dù tới xa đây môi pi thì bọn nó xa đây tao mà thích dương dâu vì đã nó không sân là dương thiềm mà nhé dương dâu vì mà đã không sân mất và tao mà thích dương dâu có đọc đại dương tục mình chỉ là một gram nữa dâu vì đã bị lờ siêu mày và dương á dương dâu vì mà đã vì mà chập mất bị lờ siêu máy xem em tắc dương đam mày pu hai trăm dương đã siêu máy chỗ này dương đam tắc cái pu hai dương đã siêu máy chỗ tới hay dương chùm hơi rồi dạ phế đập ram để tì bắt đầu mà tiết dương mà thưa tắc chữ lụ ní khi tắc chữ lụ thì dương miến tắc xỉu dương tắc xỉu đã pi sập phía mất tầm mà tiết dương đã tắc so dương á tắc dương ảnh nhằm bán dương đã pi lập phía đài mất pi lập phía bài á hay dương lùi score thì mất score dương lùi ba hai chưa cả là lập phía cà phê mình tịt mất tam chùm non cho nó chất bông ổn á hay đặt mặt tê khiếm với cái nhiều tam cho nó chất nè khai cho chất em cho chất phía ấy chứ dương ảnh đại bàn đấy ở đây kia chia tắc mét dương đã mà lập phía bài mất chứ dương mịch vía và cho với câu về sọp mất đấy khi tắc chữ lụ tim mồi tắc chữ lụ này hết chữ lụ tim mồi đấy chứ dương mà thua tắc chữ lụ mùi tiệt vì dương thua là hai dương mà thua tắc chữ lụ mùi tiết chân ở đây chỉ tắc mặt tê này tắc mặt tê đi dương chỉ tắc mặt tê dương nhằm cái tiêu nhằm ấy đấy nhưng cho mà thua mất dương đã việc pi lập phía máu lập phía bái hay dương đã tắc so dương nhằm bán đấy mà lập phía máu tắc mê còn lại lập phía cà phê máu dương đuôi score thì máu nhưng dù bỏ câu về shop máu chân tắc chữ lục pi nứng bông lại nhằm bàn xem mẹp nhóm bởi dương nhằm bàn chú dương tắc chữ lục thì pi đó nếu dương dùng hơi hào vậy nè dương dùng hơi đập ram là ti hào vậy chân xem mẹp chỉ trong cái xong ở quần này bộ mai bông này tam đan từ lơ với tổ của những bạn từng ở này này hay xong chui chọi like chọi subscribe mình đã môi phát á ở con chờ